សួស្តីមិត្តអ្នកលេង Facebook ទាំងអស់ថ្ងៃនេះខ្ញុំសូមតោបើសិនខ្ញុំនិយាយទៅវាអាក្រក់ស្ដាប់បន្តិចសូមផ្ញើជូនទៅដូនជី Facebook មីដូនជីឈួតមីចំគួតកាន់សល់10ហ្នឹងឲ្យវាបានឮសំឡេងខ្ញុំផងជួយ share ផងថានាងឯងហ្នឹងនិយាយអាក្រក់ពីគេហ្នឹងសួរថានាងឯងរាល់ថ្ងៃហ្នឹងកាន់ជើងមនុស្សអាក្រក់ហ្នឹងឯងគិតអាម៉េចថ្ងៃកាន់សល់10ហើយកាន់ជើងមនុស្សអាក្រក់ហ្នឹងសល់10ថ្ងៃហ្នឹងយកទៅដាក់នៅណាភ្នែកថ្ងៃហ្នឹងមើលឃើញរបស់ល្អខ្លាយទៅជាអាក្រក់ព្យាយាមរារាំងមនុស្សល្អដែលគេធ្វើអំពើល្អហើយហ៊ានថាឲ្យលោកសំរងស៊ីដែលគាត់ខំប្រឹងធ្វើអ្វីដើម្បីប្រជាជនខ្មែរហ្នឹងថ្ងៃហ៊ានថាឲ្យគាត់ថាក្រៅពីធ្វើនយោបាយមានធ្វើអីដើម្បីសង្គមអត់លោកសំរងស៊ីគេខំប្រឹងធ្វើដើម្បីសង្គមខ្មែរគឺធំធេងបំផុតគ្រាន់តែគាត់ទៅដកបកគោលព្រំដែន100យួនវាប្រងលេតទឹកដីខ្មែរហ្នឹងគឺគាត់បានធ្វើរឿងធំធេងបំផុតសម្រាប់ប្រទេសជាតិសួរថាថ្ងៃរាល់ថ្ងៃក្រៅពីយកជើងរៀតទឹកហ្នឹងថ្ងៃបានធ្វើអីខ្លះថ្ងៃកាន់ជើងតែមនុស្សអាក្រក់ហើយថ្ងៃគិតថាខ្លួនថ្ងៃកំពុងតែធ្វើល្អថ្ងៃគង់តែសល់10ហ្នឹងអូសក្បាលថ្ងៃទៅធ្លាក់នរុ100ជាន់ទេហើយគេខំប្រឹងរួបរวมគ្នាគេផ្ញើសារដើម្បីបង្រួបបង្រួមឲ្យប្រជាជននឹងរួបរวมគ្នាដើម្បីប្រឆាំងនឹងខ្មាំងឈ្លានពានថ្ងៃយកជើងរៀតទឹកគេរហូតថ្ងៃស្គាល់អញអត់អញខ្មែរលើអញនៅភូមិភាគឦសានហើយអញស្អប់ថ្ងៃខ្លាំងណាស់ថ្ងៃកុំធ្វើឲ្យអញស្អប់ខ្លាំងជាងហ្នឹងថ្ងៃប្រយ័ត្នស្បែកក្បីចូលពុះរូបថតថ្ងៃអញសេវទុកហើយថ្ងៃបើធ្វើថ្ងៃហ៊ានតែផុសរូបប្តីផ្ដាស់ហើយមើងងាយពួកខ្មែរគណៈបកសង្គ្រោះជាតិទៀតថ្ងៃគង់ស្គាល់ភាពឈឺចាប់ថាអាវុធដែលសម្លាប់មនុស្សមិនមែនជាកាភ្លើងវាឈឺចាប់ប៉ុណ្ណាមុនថ្ងៃងាប់ថ្ងៃចាំមើលស្រុកអញគេសម្លាប់មនុស្សមិនបាច់ប្រើកាភ្លើងទេហើយថ្ងៃដឹងថាហ៊ុនសែនមិនខ្លាចមេឃមិនខ្លាចដីដោយសារអីដោយសារហ៊ុនសែនបានរបស់ស័ក្តិសិទ្ធិពីភូមិភាគឦសានទៅថ្ងៃស្គាល់ឲ្យច្បាស់ថ្ងៃប្រយ័ត្នងាប់ដោយសារក្បាច់ស្បែកក្បីចូលពោះដោយសារដែកកតិចដែកចូលក្នុងពោះថ្ងៃមិនអាចរកពេទ្យមកជួយបានទេហើយទោះជាយកគ្រូចាមឬគ្រូខ្មែរមកដោះក៏ដោះចេញដែរគ្រូខាងគ្រូឡាយគ្រូជនជាតិថ្ងៃយកគ្រូចាមគ្រូខ្មែរមកដោះចេញទេទោះពេទ្យក៏ជួយថ្ងៃមិនបានដែរពីថ្ងៃហ្នឹងទៅថ្ងៃមុននឹងផុសរូបអីថ្ងៃចាំសម្ដីអញទុកបើសិនជាថ្ងៃហ៊ានផុសរូបផ្ដេសផ្ដាស់ថ្ងៃណាមួយដែលថ្ងៃចុកពោះខ្លាំងថ្ងៃហ្នឹងថ្ងៃចិត្តងាប់នឹងត្រូវអំពើរបស់អញចាំឲ្យច្បាស់